ខ្ញុំក៏បានតាក់ទងទៅនាយករដ្ឋមន្ត្រីទាំងពីររូបរបស់កម្ពុជានិងថៃហើយបានសួរពួកគេថាតើអាចនិយាយគ្នាបានឬអត់បន្ទាប់មកពួកគេបានសម្រេចចិត្តលើការចរចានិងបញ្ហានានាបន្ទាប់ពីនោះប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំក៏បាននិយាយជាមួយពួកគេផងដែរនេះជាប្រសាសន៍របស់លោកអាន់វ៉ាអ៊ីប្រាហ៊ីមដែលបានឆ្លើយតបនឹងសំណួររបស់អ្នកកាសែតក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី23ខែវិច្ឆិកាឆ្នាំ2025ចំពោះបាតកម្មប្រឆាំងនឹងលោកនៅទីក្រុងបាងកកនេះជាលើកទី2ហើយដែលនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមបានចេញមុខមកអះអាងថាម៉ាឡេស៊ីមិនបានលូកលាន់កិច្ចការណាមួយក្នុងការដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជានិងថៃឡើយតាមមេដឹកនាំទីក្រុងគូឡាឡាំពួររូបនេះក្នុងឋានៈជាប្រធានអាស៊ានបដូវវេនម៉ាឡេស៊ីមានតួនាទីត្រឹមតែជាអ្នកសម្របសម្រួលប៉ុណ្ណោះដើម្បីធ្វើយ៉ាងណាអាចបញ្ចប់ជម្លោះព្រំដែនកម្ពុជាថៃលោកអាន់វ៉ាបញ្ជាក់ទៀតថាលោកមិនដឹងថានៅក្នុងប្រទេសថៃកំពុងមានបញ្ហានយោបាយផ្ទៃក្នុងអ្វីនោះទេតែលោកប្រកាសណាស់ថាម៉ាឡេស៊ីមិនលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋជាសមាជិកអាស៊ានណាមួយនោះទេយ៉ាងណាមិញលោកសង្កត់ធ្ងន់ថាជនជាតិថៃមានផលប្រយោជន៍ស្របច្បាប់របស់ខ្លួននិងមានសមត្ថភាពដោះស្រាយបញ្ហារបស់ខ្លួនហើយវាដូចនេះដែរចំពោះជនជាតិកម្ពុជាបើតាមសេចក្តីរាយការណ៍របស់កាសែតថៃបាងកកប៉ុស្តិ៍ដែលចុះផ្សាយនៅថ្ងៃទី22ខែវិច្ឆិកាឆ្នាំ2025បាតកោថៃមួយក្រុមដែលដឹកនាំដោយអតីតសមាជិកប្រសិទ្ធភាពថៃលោកកៅសាងអាទីបូឌីអតីតមេដឹកនាំអាវក្រហមថៃលោកចតុផន5ផាននិងសកម្មជនសង្គមលោកភីឈិតឆៃមង្គលបានប្រមូលផ្ដុំគ្នានៅមុខស្ថានទូតម៉ាឡេស៊ីប្រចាំប្រទេសថៃកម្មវត្ថុនៃការប្រមូលផ្ដុំរបស់ក្រុមបាតកោថៃគឺដើម្បីជំរុញឲ្យនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមបញ្ឈប់នៅរាល់សកម្មភាពរបស់លោកក្នុងការជ្រៀតជ្រែកក្នុងការដោះស្រាយជម្លោះព្រំដែនរបស់ថៃជាមួយកម្ពុជាតាមកាសែតបាងកកប៉ុស្តិ៍ដដែលក្រុមបាតកោក៏ត្រៀមទៅប្រមូលផ្ដុំគ្នានៅមុខស្ថានទូតអាមេរិកប្រចាំប្រទេសថៃដែរត្បិតពួកគេជឿថាអាមេរិកបានភ្ជាប់ការចរចាពាណិជ្ជកម្មជាមួយនឹងសិទ្ធិអធិបតេយ្យភាពរបស់ប្រទេសថៃក្នុងការការពារទឹកដីរបស់ខ្លួនយ៉ាងអយុត្តិធម៌